Shabbat Shalom នៅស្រុកខ្មែរយើងមានដើមសប្តាហ៍នៅក្នុងថ្ងៃច័ន្ទប៉ុន្តែនៅប្រទេសអ៊ីស្រាអែលដើមសប្តាហ៍របស់ពួកគេគឺនៅក្នុងថ្ងៃអាទិត្យពេលវេលា6ថ្ងៃពេញចាប់ផ្ដើមពីថ្ងៃអាទិត្យរហូតដល់ថ្ងៃសុក្រគឺជាពេលវេលាដែលពួកគេធ្វើការហើយល្ងាចថ្ងៃសុក្រគឺជាពេលវេលាមួយដែលពួកគេនឹងគ្នារូតរះទៅផ្ទះឲ្យបានឆាប់នឹងក៏ជាហេតុផលដែលយើងឃើញគេលក់ផ្កាដូចយើងលក់នៅក្នុងថ្ងៃសិលអញ្ចឹងផ្កាហ្នឹងមិនមែនជាផ្កាដែលសម្រាប់សែនទេគឺជាផ្កាសម្រាប់ស្វាមីទិញជូនភរិយាកូនទិញជូនឪពុកម្ដាយពេលដែលគេទៅដល់ផ្ទះហ្នឹងគឺចាប់ផ្ដើមរូតរះងូតទឹករៀបចំខ្លួនឲ្យស្អាតបាតបាញ់ទឹកអប់ឲ្យក្អូបដើម្បីទទួលថ្ងៃសបាត់ឬក៏ថ្ងៃបរិសុទ្ធរបស់ពួកគេមនុស្សស្រីចាប់ផ្ដើមអុជទៀនដើម្បីបំភ្លឺហើយមនុស្សប្រុសចាប់ផ្ដើមសូត្រធម៌ដើម្បីស្វាគមន៍ថ្ងៃសបាត់ក្នុងកំឡុងពេលសបាត់អ្វីដែលគេធ្វើមិនអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសូម្បីតែចុចទូរស័ព្ទបើកបរឡានសូម្បីតែកាន់កូនសោឡានក៏អត់បានដែរហើយកាន់តែពិសេសហ្នឹងអត់ចំអិនម្ហូបខ្លួនឯងអត់បោះផ្ទះទេអត់បោកកៅអៅដូចគ្នាពេលវេលាសម្រាប់សម្រាប់ខ្លួនឯងផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារជជែកគ្នាអំពីជីវិតជជែកគ្នាអំពីធម៌ហើយអានសភៅនៅពេលដែលគេបិទបញ្ចប់កម្មវិធីសបាត់របស់ពួកគេហ្នឹងគឺគេមានជំនឿមួយគេធ្វើតាមកិច្ចរបស់គេហើយគេមានជំនឿថាថ្ងៃថ្មីនៃសប្តាហ៍ថ្មីរបស់ពួកគេគឺជាថ្ងៃថ្មីដែលមានធម៌ពលគឺជាថ្ងៃថ្មីមួយដែលពោពេញទៅដោយសក្តានុពលសម្រាប់ជីវិតថ្មីរឿងចាស់ៗត្រូវបានស្តុបទុកនៅសប្តាហ៍ចាស់ហើយសប្តាហ៍ថ្មីគ្រប់យ៉ាងទៅតែថ្មីនេះគឺជារឿងខ្លះៗអំពីថ្ងៃសបាត់របស់ប្រទេសអ៊ីស្រាអែលហើយយើងជួបគ្នានៅវីដេអូក្រោយដែលជជែកអំពីវិស័យកសិកម្ម